នឹងសួស្ដីបងហ្វឺនអូនហ្វឺនទាំងអស់គ្នាស្វាគមន៍មកកាសរឿងម៉ាយូតភាគទី11តែមុននឹងចូលដល់សាច់រឿងadminសំពឹងបងហ្វឺនអូនហ្វឺនដែលមិនទាន់បាន subscribe channel admin កុំភ្លេចជួយ like និង subscribe channel admin មួយផងដើម្បីជាការលើកទឹកចិត្តស្រីមុំសម្រាយរិនដែលតបពីភាគមុនក៏ធ្វើឲ្យពួកគេទាំងពីរនៅឃើញរឿងរ៉ាវកាលពីក្មេងដែលពួកគេបានឆ្លងកាត់ជាមួយគ្នារហូតដល់បច្ចុប្បន្នស្នេហារបស់ពួកគេតែងតែជួបឧបសគ្គហើយចាត់តាំងពីពេលទៅជ័យយកនឹងចង់ឲ្យស៊ុនវូកែប្រែជាមួយនាងរឿងអីដែលពួកគេធ្វើមិនល្អពីមុនមកគឺតតែធ្វើបន្តទៀតហើយនៅពេលដែលស៊ុនវូមកដល់ផ្ទះវិញណូរីក៏អួតពីកាដូដែលម៉ាក់របស់នាងបានទិញឲ្យហើយម៉ាក់ក៏បានអរគុណបងប្រុសដែរអំពីអាល់ប៊ុមរូបថតហើយស៊ុនវូគេថាបន្តពីណូរីប្រឡងចូលមហាវិទ្យាល័យគេចង់និយាយរឿងម៉ាក់របស់ណូរីនឹងខឹងដែរនឹងតើបងចង់ឲ្យខ្ញុំទៅរស់នៅជាមួយម៉ាក់មែនហើយនាងក៏ញាត់សូកូឡាចូលមាត់របស់នាងកុំឲ្យគេនិយាយតទៀតលុះស្អែកឡើងសុកជូក៏ចូលហាងនំអង្គគេទិញនំខ្លះធ្វើជាអំណោយហើយតែរីនក៏បានផ្ញើរូបនាងមកស្លឹកហើយថែមទាំងប្រាប់ថាទីទៀតនៅប្រជុំម៉ៃហើយគេក៏ថតរូបនំផ្ញើឲ្យនាងមើលវិញតែនាងចង់ញ៉ាំមួយណាតែរីនវិញបែងចែកមិនដាច់ទេនាងសុំញ៉ាំទាំងពីរហ្មងមកចំណែកស៊ុនវូវិញគេជូននូរីទៅប្រឡងហើយនាងថាខ្លួនខ្ញុំជាអ្នកប្រឡងតាហេតុអីក៏បងប្រុសរឿងភ័យជាងខ្ញុំទៅទៀតហើយស៊ុនវូក៏ចេះតែភ័យនឹងឯងដោយសារប្អូនគេមិនសូវបកកាយផងហើយក៏ឲ្យប្អូនគេពិនិត្យមើលកាតមើលអីមើលតិចភ្លេចហើយនូរីវិញមិនបានភ្លេចកាតអីទេហើយនាងសប្បាយចិត្តចាត់តាំងពីថ្ងៃនេះទៅនាងមានសេរីភាពហើយចំណែកសុកជួវិញគេមកវិហារសុំពោឲ្យស៊ុនវូហើយនូរីក៏เลยមើលជ័យយន់វិញកំពុងតែរៀបអាវ៉ាន់ស៊ុនវូក៏បានខលមកហើយគេថាគេជូននូរីដល់ប្រឡងហើយតែខ្លួនគេវិញពិតជាផិតភ័យជាងនាងទៅទៀតហើយជ័យយន់នឹងថាបើភ័យអញ្ចឹងទៅព្រះវិហារបន់ស្រន់ទៅការខ្ញុំប្រឡងម៉ាក់ខ្ញុំក៏ធ្វើអញ្ចឹងដែរក៏លេចមកព្រះវិហារនេះវិញតែរីទៅមករកសុកជួដល់ទីនេះហើយនៅពេលដែលគេឃើញនាងមកដល់ទីនេះក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរមិនស្មានថានាងហ៊ានមកកន្លែងបែបនេះហើយតែរិនក៏សួរហេតុអីក៏លោកមកទីនេះដែរហើយសុកជូក៏តបថាដោយសារប្អូនស្រីរបស់ខ្ញុំប្រឡងខ្ញុំមកអធិដ្ឋានឲ្យនាងហើយថ្មីនេះខ្ញុំត្រូវការកន្លែងដើម្បីមានសន្តិភាពផ្លូវចិត្តហើយការពីតើខ្ញុំធ្លាប់កើតខ្ញុំចង់ខ្លាចជាតាអាចារ្យតែរិននឹងចេញទៅឡើងពេកមកដាក់ឲ្យគេហ្មងហើយសុកជូក៏បានយកនំផ្ញើតែរិនមានលភ្ញាក់ផ្អើលហ្មងខ្ញុំនិយាយលេងសោះលោកទិញឲ្យមែនធ្វើមិនទេមនុស្សដែលគេចាប់អារម្មណ៍ឲ្យតែលឺអីគេទិញឲ្យយ៉ាងងាយហើយពេលមកសាសងគ្នាក្នុងព្រះវិហារអញ្ចឹងម្នាក់ឡើងអៀនហើយមកដល់ព្រះវិហារទៅហើយពួកគេក៏មកអធិដ្ឋានជាមួយគ្នាហើយនៅពេលដែលអធិដ្ឋាននឹងសុកជូគេនិយាយឡើងលឺហ្មងនៅពេលដែលគេបានជួបទេរិនដំបូងនៅប៉ុប៊ីជូដែលគេបានឃើញនាងយំហើយទេរិនក៏សួរបញ្ជាក់តើលោកអធិដ្ឋានឬលោកកំពុងធ្វើអីដោយសារតែគេចាប់អារម្មណ៍ទេរិនដល់ពេលនោះមកហើយទេរិនវិញក៏ចាប់ផ្ដើមអធិដ្ឋាននិយាយលឺដូចគ្នាចំណែកពូលីវិញក៏មើលកម្មវិធីសុនពូនឹងទេរិនហើយចាំពេលដែលសម័យខ្លួនរបស់គេនាំជ័យយន្តមកល្មមហើយក៏និយាយលេងសើចថ្ងៃនឹងគ្មានភ្លើងឆេះឲ្យនាងប្រឡត់ទៀតទេហើយសុនពូក៏អង្គុយមើលរឿងដែលគេធ្លាប់លេងកាលពីក្មេងហើយគេគិតថាមុខរបស់គេរឹងមិនទេគេចាប់មករូបគេកាលពីក្មេងវាបិទទូទឹកកកខ្លាំងហើយពូលីគេថាមិនឯងនោះទេចាំយើងរៀបចំឲ្យដោយសារតែគាត់ជាអ្នកចាត់ការរបស់ជីម៉ុងមុននឹងរឿងពិភពលោកប្រភេទចាក់ផ្សាយគាត់បានព្រិនរូបច្រើនខ្លាំងណាស់ដល់ពេលអញ្ចឹងស៊ុនពូគេរកមើលថាច្បាប់ដើមរបស់គេទុកណាហើយដល់នឹកមើលទៅនៅលើកុំព្យូទ័ររបស់ពូលីហើយពូលីគាត់លះហួចចិត្តតែម្ដងកុំព្យូទ័រហ្នឹងចាស់យូរហើយគាត់បោះចោលយូរហើយហ្នឹងហើយជេយិនវិញក៏ខឹងណាស់ដែរហេតុអីក៏ធ្វើប្រហែលបែបនេះតែមកចាស់សម័យខ្លួនគេវិញគ្មានបារម្ភអីតិចទេគេសេឡើងវិញក៏បានដែរហើយគណៈនឹងមិនអ្នកឆាតមកជេយិននឹងអត់តបស៊ុនវូក៏ចង់ប្រច័ណ្ឌគេស្មានតែក្មេងប្រុសថ្ងៃមុនតើហើយជេយិនក៏តបថាដោយសារតែខ្ញុំឈប់ពីការងារតែអ្នកគ្រប់គ្នាចង់ជួបផឹកកាហ្វេជាមួយខ្ញុំបន្ទាប់មកឃើញជេយិននៅហាងកាហ្វេជួបពីណាគេម្នាក់ហើយគ្រាន់តែគេចេញទៅផាត់ភ្លាមអ្នកស្រីបានក៏បានខលមកដោយសារតែការថតផ្សាយបាតេរិនបានជោគជ័យជេយិនលឺហើយក៏រំភើបចិត្តចំនួនហើយនាងក៏បបួលជេយិនឲ្យចូលរួមជប់លៀងផឹកស្រាបៀរជាមួយគ្នាហើយនាងឲ្យពីភូមិទៅកំងភេសាយកមកញ៉ាំបន្តិចក្រោយមកជេយិនក៏មកដល់កន្លែងភេសានឹងដែរនាងមិនណែនាំពីភូមិពីការទិញម្ហូបអាហារឲ្យទេរិនព្រោះជាអ្នកចាត់ការរបស់នាងត្រូវតែដឹងថានាងចូលចិត្តអីគេខ្លះចង់បានអីខ្លះចឹងទៅណាចំណែកស៊ុនវូវិញគេថតផ្កាផ្ញើឲ្យសង្សាររបស់គេស្រាប់តែប៉ារបស់គេក៏បានចូលមកហើយគាត់ក៏ទៅរើផ្កាថែមទាំងនិយាយថាការសារភាពស្នេហ៍តាមផ្កាគឺល្អខ្លាំងណាស់ហើយគាត់នឹកឃើញក៏យកពាក្យនៅតណូតទៅស៊ុនវូក៏បានដេញប៉ារបស់គេឲ្យចេញពីហាងតែគាត់មិនព្រមទៅទេថ្ងៃហ្នឹងគាត់នាំបញ្ចុះបញ្ចូលឲ្យស៊ុនវូបបពុំផ្សាយសភៅចាស់របស់គេឡើងវិញតែស៊ុនវូវិញគេមិនយល់ព្រមនោះទេគេថាទោះបីជារួមពុំបបផ្សាយផ្សេងទៀតខ្សែធនអស់ក៏ដោយក៏គេមិនបោះពុំមួយប៉ារបស់គេដែរតែគាត់វិញរឹងរូសខ្លាំងណាស់នៅនិយាយឡាំប៉ាឡើងពេញហ្នឹងហ្មងហើយថែមទាំងបានទុកញ៉ាំបានរបស់គាត់ឲ្យស៊ុនវូទៀតក៏លេចមកមើលក្រុមអ្នកស្រីបាងវិញគេមកជប់លៀងញ៉ាំភីសាជុំគ្នាហើយកំឡុងពេលញ៉ាំនឹងផងដែរកុំឲ្យខាតពេលពួកគេក៏និយាយរឿងការងារបដាពីស្គ្រីបរឿងបដាហើយបន្តពីនិយាយឲ្យមួយសទូពីភូមិគេថាគេត្រូវចំណាយពេលខ្លះដើម្បីទៅរៀនយកបានបើកបរជេយន់លឺហើយនៅខាងទាំងអ្នកស្រីបាងហ្មងរើសបុគ្គលិកអត់
ជាក់តែថាត្រូវការបានបើកបរតែឲ្យទេរៀនជិះឡានជាមួយអ្នកគ្មានបានបើកបរយ៉ាងម៉េចហើយពីភូមិគេសន្យាខំរៀនទាំងយប់ទាំងថ្ងៃដើម្បីឆាប់បានបើកបរហើយទេរៀនហើយអ្នកស្រីបានក៏យល់ព្រមឲ្យពីភូមិសម្រាប់ជំរុញឲ្យគេឆាប់បានបើកបរហើយទេរៀននៅក៏មកធ្វើតួកំសត់ខ្ញុំចេញពីថតផងអីផងហើយត្រូវបើកឡានមកផ្ទះដល់ខ្លួនឯងទៀតហើយផ្ទះឆ្ងាយខ្ញុំពិតជាហត់នឿយខ្លាំងណាស់ដល់អញ្ចឹងហើយជេយនក៏យកព្រមធ្វើអ្នកចាត់ការជំនុំមួយរយៈកាលលេខមកមើលស៊ុនវូវិញគេយកការឲ្យអ្នកចាត់ខាងទៀតដែរហើយលើកនេះជេយននឹងតាមតនណាហើយសង្សារខ្លួនឯងយកការឲ្យអ្នកផ្សេងអញ្ចឹងពីណាគេមិនបញ្ចាំស៊ុនវូគេខំបកស្រាយថាផ្ការបស់គេសល់ហើយក៏មិនអាចលក់បានដែរខ្លួនគេមិនចង់ខ្ជិះខ្ជាយក៏ចែកអ្នកចាត់ខាងធ្វើឲ្យជេយនអ្នកនឹងខឹងហ្មងតែយកផ្កាមកឲ្យនាងអញ្ចឹងដឹងអត់ថានាងយកច្រឡំហើយស៊ុនវូក៏តបថាតែខ្ញុំមិនបានគិតអីផងជេយនកាន់តែខឹងទៀតដែរលោកមិនបានគិតអីតែនាងបានគិតលើក្រោយហាមធ្វើអញ្ចឹងដាច់ខាតហើយនាងក៏ងក់ងល់ចេញទៅស៊ុនវូក៏រត់តាមលួងនាងពីក្រោយហើយពេលនាងមកដល់ហាមផ្កាក៏រមើលមិនកត្រៃធំដែរអត់ហើយនាងថែមតាំងយកបាវមួយប៉ាន់ស្មានមើលមនុស្សម្នាក់អាចចូលក្នុងបាវនឹងរួចដែរអត់ស៊ុនវូគេឡើងឆ្ងល់តែនាងពងគិតអីនឹងហើយនាងក៏តបថាខ្ញុំត្រូវតែកាន់ការកម្រងរបស់ទេរិនស៊ុនវូកាន់តែឆ្ងល់ទៀតដែរឈប់ធ្វើការហើយហេតុអីក៏ទៅធ្វើការឲ្យទេរិនទៀតហើយនាងក៏បានឃើញស្របសម្បត្តិមួយក៏សួរស៊ុនវូតើអីគេហ្នឹងហើយស៊ុនវូក៏តបថាឯកសារខាងមន្ទីរពេទ្យបានផ្ដល់ឲ្យមានការសាកល្បងព្យាបាលនៅឯក្រៅប្រទេសហើយនាងក៏សួរបញ្ជាបើសិនព្យាបាលនៅក្រៅប្រទេសលោកត្រូវចំណាយពេលច្រើនខែមែនអត់ហើយជំងឺរបស់លោកនឹងចេះសះស្បើយមែនអត់ហើយស៊ុនវូក៏តបថាខ្ញុំមិនដឹងនោះទេដោយសារខ្ញុំមិនជាគ្រូពេទ្យអាស្រ័យលើនឹងជំងឺព្យាយាមព្យាបាលតែប៉ុណ្ណោះហើយគេខ្លាចនាងបារម្ភក៏លួមលោមថាបច្ចុប្បន្ននេះមានថ្នាំថ្មីចេញច្រើនខ្លាំងណាស់ពួកយើងត្រូវតែឆ្លងកាត់បញ្ហានេះជាមួយគ្នាហើយជេយនវិញក៏សម្ដែងធ្វើខ្លួនឯងអត់អីហើយអោបលួមលោមស៊ុនវូវិញដែរតែពេលដែលស៊ុនវូសុំទៅយករបស់បង្ហាញនាងទឹកមុខរបស់នាងក៏ប្រែប្រួលបង្ហាញពីក្តីបារម្ភភ្លាមតែម្ដងហើយក៏លេចមកមើលអ្នកឆុងមីនេះវិញមិនដឹងថាពីណាគេធ្វើនោះទេតែរៀននឹងធំក្លិនហើយទប់ខ្លួនមិនជាប់សោះនាងត្រូវតមកហាហើយធំក្លិនមីឆ្ងួយម្លឹងណាគេទប់ខ្លួនជាប់ទៅលោកឯងចំណែកជេយននៅត្រឡប់មកវិញនឹងពូម្ចាស់ក្លឹបហាត់ប្រាណក៏ហៅនាងពីលើមកតែម្ដងគាត់គិតថានាងមានការណាត់ជួបបាននាងបាត់យូរអញ្ចឹងបន្ទាប់មកទេរិនក៏ទៅហាត់នៅក្លឹបរបស់គាត់ហើយគាត់មានណាត់មួយប្រពន្ធរបស់គាត់ចេញតាមមុនហើយទៅឲ្យនាងចាក់សោដល់ខ្លួនឯងហើយនាងក៏សុំសួរគាត់តើធ្លាប់រស់នៅបែកគ្នាជាមួយប្រពន្ធរបស់គាត់ដែរអត់ហើយពូម្ចាស់ក្លឹបវិញក៏អត់ដែរនោះទេបើមានបាត់ប្រសោតស្នេហាឆ្ងាយគ្នាអីក៏មិនចែកម្លែកឲ្យគាត់ផងហើយជេយនចេះតែហាត់រំងាប់អារម្មណ៍តែម្នាក់ឯងនឹងទៅចំណែកទេរិនវិញក៏មកសួរទីមីនៅម៉ាតហើយអ្នកលក់គេជាហ្វេនរបស់ទេរិនដែរហើយនាងដឹងថាទេរិនមិនគួរញ៉ាំមីទេមុនការសម្ភាសហើយនាងក៏សុំទោសដែរដែលមុននេះធ្វើឲ្យមានក្លិនរំខានចំណែកសុកជូវិញក៏ទទួលបានសារពីទេរិនហើយគេឡើងបញ្ញាមករកនាងមកស្មានមានរឿងអីកើតឡើងតែតាមពិតទៅទេរិននឹងទិញមីសហើយនាងអត់អាចញ៉ាំខ្លួនឯងបានក៏ឲ្យសុកជូជួយញ៉ាំហើយចេះចឹងកើតតែគ្នាភ័យឡើងចង់អស់ព្រលឹងទៅហើយបន្ទាប់មកសុកជូគេក៏ទៅអង្គុយញ៉ាំហើយរៀបរាប់ពីរសជាតិឲ្យនាងស្ដាប់ហើយទេរិនវិញមិនបានញ៉ាំគេទេតែចង់ដឹងមើលរសជាតិមិនពេលបន្ទាប់មកគុំឈីទៅមិនអីមិនចឹងទៅណាដល់ពេលញ៉ាំបដានិយាយគ្នាបដានឹងសុកជូក៏ញ៉ាំនាងបែរជាខឹងងក់ងមួយសុកជូអីណាហើយសុកជូគេមិនព្រមឲ្យនាងទៅងាយគេក៏មិនយល់ដែរហើយក៏នាងសុកខឹងអញ្ចឹងហើយទេរិននាងខឹងសុកជូដោយសារតែគេញ៉ាំមីនឹងមិនណាក៏ឲ្យនាងសាក់ភ្លុកមួយមាត់អីដែរហើយសុកជូគេរៀងតូចចិត្តដែរហ្នឹងនាងឆាត់ហៅគេមកភ្លាមគេមកដល់ភ្លាមហើយមីនឹងគេមិនចូលចិត្តញ៉ាំទេនាងឲ្យគេញ៉ាំគេក៏ញ៉ាំហើយគេមិនបានឲ្យនាងញ៉ាំមីនឹងដោយសារតែគេខ្លាចនាងខឹងហើយនាងតបទាំងអន់ចិត្តថាអរគុណណាស់ដែលលោកជួយញ៉ាំខ្ញុំទាំងលោកមិនចូលចិត្តហើយសុកជូវិញគេមិនព្រមឲ្យនាងចាក់ចែងតែទាំងអន់ចិត្តអញ្ចឹងទេឲ្យខ្ញុំសុំទោសផងមុននេះខ្ញុំមិនដឹងទេថានាងឃ្លានហើយគេចង់ចាំមើលតើនាងរត់តាក់ស៊ីជិះបានហើយនាងក៏តបថាមិនអីនោះទេខ្ញុំជិះឡានមកហើយគេក៏លេងហ៊ានខត់នាងតទៀតបានត្រឹមនិយាយថាខ្ញុំចាំទូរស័ព្ទពីនាងហើយនាងក៏បន្តថារឿងបែបនេះនឹងកើតឡើងញឹកញាប់មុនពេលដែលខ្ញុំចាប់ផ្ដើមថតហើយសុកជូគេក៏យកព្រមរងចាំទទួលគ្រាប់ពីនាងទាំងអស់ហើយសាច់រឿងក៏កើតពេលស៊ុនពូហើយនឹងជេយនគេចូលរួមមកកលការរបស់ PD ហើយកំឡុងពេលដែលពួកគេចាំមើលកូនកំមុំនឹងជេយនក៏សួរមើលនាងមានផ្លាច់អីដែរអត់ហើយស៊ុនពូក៏ចេះឆ្លើយហើយផ្លាច់សក់ផ្លាច់កៅអៅតែមិនមែននោះទេជេយននេះបានកបោថ្មីតើតែរៀនជាអ្នកទិញឲ្យហើយនៅខ្សែកមួយទៀតនាងក៏ឲ្យស៊ុនពូជួយពាក់ឲ្យហើយពេលដែលគេពាក់ឲ្យហើយនឹងគេក៏ប្រឹក្សាសង្សាររបស់គេដែរថាស្អាតខ្លាំងណាស់បន្ទាប់មកពួកគេក៏ទៅជួបជាមួយនឹងកូនកំមុំជេយននៅបានជូនកាដូដល់មិត្តភ័ក្តិទុកឲ្យគេទៅក្រៀបទឹកខ្មុំចំណែកស៊ុនពូគេមានបាច់ផ្កាដ៏ស្រស់ស្អាតទុកឲ្យកូនកំមុំបោះពេលដែលគេចាប់ផ្កាហើយនៅពេលដែលស្វាមីកូនកំមុំមកដល់នាងក៏យកភូមិផ្កាដែលស៊ុនពូរៀបចំឡើងដាក់ឲ្យគេហើយកូនកំឡុកក៏សួរជេយនចូលរួមចាប់ឲ្យផ្កាដែរអត់ហើយជេយនក៏តបថាអត់នោះទេនាងអត់ចូលចិត្តហើយទាំងកូនកំមុំទាំងកូនកំឡុកគេចង់ដឹងពីស៊ុនពូដែលកាលពីក្មេងគេធ្លាប់ថតកុនហើយថ្មីនេះគេឈ្មោះបោកគេក៏ល្បីឡើងវិញតើខ្លួនគេមិនជាអ្នកបដងមិនដែរហើយស៊ុនពូក៏និយាយរៀបរាប់មកឡើងកំសត់ប្រៀបដូចខ្លួន
ខ្លួនគេនឹងលាភពលោកមួយនេះឆាប់ធ្វើឲ្យទាំងកូនកំឡោះកូនកំមុំគេរៀងស្រឡាញ់កាំងហើយជេយនក៏ប្រឡប់ប្រវល់ថតរូបជាមួយគ្នាបន្ទាប់មកក៏ឃើញពួកគេចេញមកវិញទាំងជេយនមានបាច់ផ្កាក្នុងដៃហើយសិតថាខ្លួនឯងចង់បានបាច់ផ្កាទេបែរជាចាប់បានទៅវិញហើយស៊ុនវូក៏ចង់ថតរូបទុកជាអនុស្សាវរីយ៍ជេយនវិញមិនចង់ថតទេតែមើលចេញ style លោកអើយមានគ្រប់ style ទាំងអស់គិតទៅស្រីចឹងមែនហ្មងនេះមាត់ក្បត់ចាត់ហើយស៊ុនវូគេចង់បានរូបជេយនស្អាតចឹងយូរណាស់មកហើយបើជេយនវិញអ្នកមនុស្សស្មានថាផ្កាស្រស់ស្អាតចឹងនោះទេហើយស៊ុនវូក៏ប្រវល់នាងទៅហាងវិញគេបរៀននាងឲ្យរៀបចំផ្កាហើយពេលមកដល់ហាងវិញពួកគេទាំងពីរក៏កាត់ផ្កាកាត់អីដើម្បីចាក់វេទុកឲ្យបានដល់យូរឆ្នាំលុះស្អែកឡើងពួកគេទាំងពីរក៏នាំគ្នាជិះឡានក្រុងទៅដើរលេងការវ័យចំទងពួកគេអត់បានសប្បាយចឹងទេឥឡូវនឹងត្រូវគ្នាវិញគេត្រូវប៉ះប៉ូវពេលវេលាសងវិញលុះមួយសន្ទុះក្រោយមកពួកគេក៏មកដល់សមុទ្រអារម្មណ៍មួយនេះពិតជាស្រស់ស្រាយខ្លាំងណាស់ហើយជេយននឹងចឹងទៅមើលកូនឈើដែលពួកគេដាំជាមួយគ្នាពីមុនហើយស៊ុនវូគេមិនចង់ឲ្យនាងទៅទេខ្លាចនាងផ្ដាសាយចំណែកតែរិនវិញនាងអត់ថ្ងៃធ្វើសន្និសីទកសែតហើយក៏មានតារាម្នាក់ដែលគេធ្លាប់ថតរឿងជាមួយនាងក៏មកសួរនាំគេបានផ្ញើម្ហូបមកឲ្យនាងញ៉ាំហើយតែរិនក៏តបថាអត់ឯងនៅទេម្ហូបការីនេះខ្ញុំអត់ទទួលឡើយហើយពេលនាងអ្នកស្រីបានក៏សួរនាំពីអាជីវកម្មរបស់គេដែរហើយតារាប្រាប់អ្នកនាងប្រពន្ធរបស់គេបើកភោជនីយដ្ឋានទៅគេជួយផ្សព្វផ្សាយចឹងនោះហើយគណៈនាងផងដែរអ្នកស្រីគឹមគាត់ក៏បានមកចូលរូបដូចគ្នាហើយពេលមិត្តរួមការងារចាស់បានជួបគ្នាអញ្ចឹងពួកគេក៏សួរសុខទុក្ខគ្នាបន្តិចបន្តួចហើយអ្នកស្រីគឹមគាត់ក៏សុំនិយាយគ្នាជាមួយអ្នកស្រីបានហើយតែរិនក៏ទទួលបានសារពីសុខជូធ្វើឲ្យអ្នកសប្បាយចិត្តហ្មងដែលគេខ្ជូតគួរឲ្យស្រឡាញ់បែបនេះគេពងឆាតសារសងគ្នាតារាប្រាប់អ្នកនឹងបែរចេញនិយាយខាត់ចង្វាក់គេហើយតែរិនចិត្តតែអឺតាមនឹងទៅហើយអ្នកស្រីគឹមគាត់ក៏ណែនាំតែរិននឹងថតរឿងតួពីរក្នុងពេលតែមួយចឹងខ្លាចនាងលំបាកហើយអ្នកស្រីបានគាត់តបថាជាជំរឿនរបស់តែរិនហើយអ្នកស្រីគឹមគាត់ប្រាប់អញ្ចឹងគ្រាន់តែបារម្ភមិនគាត់មានអំណងអាក្រក់អីនោះទេហើយគាត់ថាពេលអ្នកស្រីបានបើកក្រុមហ៊ុនថ្មីគាត់ចង់ផ្ញើកម្មអបអរដែរតែគ្មានពីណាគេបានផ្ដល់អាស័យដ្ឋានឲ្យគាត់ហើយអ្នកស្រីបានក៏តបវិញថាមិនបាច់ឲ្យផ្កាតែវាគ្មានប្រយោជន៍អ្នកស្រីគួរតែផ្ញើឲ្យមានប្រយោជន៍ឲ្យពួកខ្ញុំវិញទៅហើយអ្នកស្រីគឹមគិតថាអញ្ចឹងចាំមើលគាត់គិតមើលសិនអញ្ចឹងនោះចំណែកពួកគេទាំងពីរនៅសមុទ្រនេះវិញនាំគ្នាដើរលេងរហូតកន្លែងញ៉ាំអត់បានដោយសារកន្លែងញ៉ាំចាស់ពួកគេស្គាល់ហ្នឹងបិទបាត់ទៅហើយខាងស្រីពេលអត់បានដូចចិនអញ្ចឹងបែរជាខាងប្រុសទៅវិញហើយស៊ុនវូមិនដឹងលួងគេថាម៉េចក៏បានប្រាប់ថាបងស្រឡាញ់អូនអត់ស្រឡាញ់បងវិញទេមែនអត់ហើយជេយ៉ាងណាចិត្តតែចេះឲ្យក៏ខ្សឹបប្រាប់គេវិញអូនក៏ស្រឡាញ់បងដែរឃើញអត់នោះស្រីទោះបីជាខាងច្រើនប៉ុណ្ណាក៏ដល់គេស្រួលលួងដែរតាមប៉ុណ្ណឹងទៅអាចដើរលេងបន្តទៀតបានទេបន្ទាប់មកក៏ឃើញពួកគេទាំងពីរមកដល់កន្លែងស្នាក់នៅវិញថែមទាំងមានម្ហូបអាហារមកទុកធ្វើញ៉ាំទៀតហើយមានកញ្ជ្រួចមានអីទៀតដែរស៊ុនវូគេលេងសប្បាយចិត្តគេមិនដែលលេងផងហើយជេយ៉ាងណាខំតែងមកគ្រប់សពបែបយ៉ាងហើយតែបែរជាអត់មានអីកេះហើយនាងថាមិនឯងនោះទេរឿងប៉ុណ្ណឹងចាំនាងដោះស្រាយក្នុងផ្ទះនេះប្រហែលជាមានអីបង្កាត់ភ្លើងបានហើយនាងក៏ទៅបន្ទប់ដាក់អីវ៉ាន់ក៏ឃើញកំប៉ុងហ្គាសគេបង្កាត់ភ្លើងតែចាយដនអីចាំប៉ាអស់ទៀតហើយនាងក៏ទៅរើទូក្នុងបន្ទប់វិញម្ដងបានឃើញដូចកេះមួយតែចាយដនអីហ្នឹងកេះគ្មានឆេះអីទេហើយនាងរើមកក៏ឃើញឈឺកោសមួយប្រអប់សំណាងដែរនៅក្នុងនឹងសពពី3គ្រាប់ដែរតើហើយនាងឡើងសប្បាយចិត្តមកស្រែកប្រាប់ស៊ុនវូតែអត់ឃើញស៊ុនវូនាងពិតជាភ័យស្លន់ស្លោខ្លាំងណាស់នាងភ័យពេកស្មានតែគេកើតអីរត់ទៅបុកគ្នាឡើងជ្រុះអ្វីបានខ្ចាយពេញហ្នឹងហើយនាងក៏សុំទៅដោយសារតែនាងបារម្ភខ្លាំងពេកហើយនាងក៏បង្ហាញថានាងរត់ឈឺគូបានហើយតែប៉ុណ្្នឹងទៅពួកគេអាចលេងកំជ្រួចបានចំណែកសុកជួវិញគេត្រឡប់មកផ្ទះម៉ាក់របស់គេឡើងឆ្ងល់ហេតុអីក៏សុកមកអញ្ចឹងហើយគេថាខុនដូរបស់គេខូចម៉ាស៊ីនកម្ដៅទៅគេមកគេផ្ទះហើយលោកចាណាក៏សួរសុកជួថាគាត់ធ្វើមីចង់ញ៉ាំដែរអត់ហើយសុកជួគេឆ្លើយទៅទាំងកំហឹងខ្ញុំមិនចូលចិត្តមីនោះទេហើយម៉ាក់របស់គេក៏តាមស្ដីបន្ទោសឲ្យកូនគ្រាន់តែមិនញ៉ាំមីហេតុអីក៏ចាំស្ដីបន្ទោសឲ្យប្តីរបស់គាត់ហើយពេលចូលដល់បន្ទប់គាត់ក៏សួរកូនមានអីចង់ប្រាប់គាត់មែនបានចេញមកដល់ផ្ទះអញ្ចឹងនោះហើយសុកជួគេក៏ម្លាក់បាំងអីទៀតដែរគេចង់ធ្វើការបន្តទៀតគេមិនចង់ទទួលមរតកក្រុមហ៊ុនពីម៉ាក់របស់គេនោះទេគេមិនចង់ឲ្យអ្នកផ្សេងមើលមកកាន់គេថាកូនអាំងម្ដាយហើយអ្នកស្រីគឹមគាត់ក៏តបថាម៉ាក់មិនដែលបាននិយាយថាបកមរតកក្រុមហ៊ុនឲ្យឯងណាហើយគាត់ក៏ត្រូវសួស្ដីជាមួយកូនដោយមិននិយាយអីតទៀតហើយក៏លេចមើលគូស្នេហ៍ពេលនេះវិញជេយន់នឹងកេងលក់បាត់ស៊ុនវូគេនៅមិនសុកទេក៏មកញាស់នាងតែជេយន់នឹងកេងលក់មែនតែហ្នឹងណាចឹងហើយស៊ុនវូក៏អោបនាងពីក្រោយកេងជាមួយគ្នាលុះដល់កណ្ដាលយប់ឡើងជេយន់នៅផ្ទះដាំងខ្លួនមកស្ដាប់តែបាត់ស៊ុនវូហើយនាងក៏ចុះមករកគេទាំងភ័យខ្លាចហើយក៏លឺសំឡេងស៊ុនវូនៅក្នុងបន្ទប់ទឹកហើយស៊ុនវូអាការៈរបស់គេរើឡើងគេក៏ដេកឈឺចាប់មកលើអត់ជេយន់នាងក៏បានមកឃើញតែភាពទាំងអស់តែស៊ុនវូមិនចង់ឲ្យនាងឃើញទេឲ្យនាងចាក់ចាញ់តែជេយន់នាងមិនព្រមចាក់ចាញ់នោះទេនាងក៏មកកេងក្បាលស៊ុនវូហើយក៏បានស្រាយខ្សែដៃបំណងថ្នាចេញពីដៃរបស់ស៊ុនវូហើយនាងថាបំណងថ្នាបបងខ្លាចជាការពិតដែរថ្ងៃស្អែកពួកយើងនៅញញឹមជាមួយគ្នាដូចរឿងភាគអញ្ចឹងហើយស៊ុនវូក៏បានយកខ្សែដៃបំណងថ្នាមួយនោះចង់ឲ្យជេយន់វិញម្ដងហើយគេក៏បានថើបដៃរបស់នាងហើយជេយន់ក៏អត់ទៅថើបស៊ុនវូបង្ហាញពីក្តីបារម្ភនឹងការលួមលោមទោះបីជាស៊ុនវូដល់ដំណាក់កាលណាក៏ដោយនាងក៏មិនបោះបង់ចោលគេ
ដែរហើយសាច់រឿងកាត់ដល់ស្អែកឡើងស៊ុនប៊ូនៅផ្ទះសំបីតែបើកម្របដកក៏គេបើមិនចង់បានដែរហើយប្អូនរបស់គេបញ្ញាចេញមកបញ្ញាទៅរៀនផងអីផងហើយនាងបាត់បិចទៀតអ្នកខ្ចីបិចបងរបស់នាងក៏ត្រូវបងរបស់នាងស្ដីបន្ទោឲ្យហើយនាងកុំឲ្យបងស្ដីបន្ទោក៏ប្រឡប់ទៅញ៉ាំនំប៉័ងហើយនាងថាចុងសប្តាហ៍នេះនាងនាំសង្សាររបស់នាងមកហាងហើយគេតុបតែងផ្កាជាមួយនាងហើយបងប្រុសឆ្លាញ់ហួងហើយប្អូនស្រីក៏ទេស្នាទាំងព្រឹកឡើងណូរីញ៉ាំលេងចូលកិច្ចទៅសាលាបានហើយសាច់រឿងក៏កាត់ដល់ថ្ងៃអ្នកស្រីម្ចាស់ហាងសភៅក៏ទៅអូស្ត្រាលីហើយគាត់នឹងស៊ុនប៊ូមើលទៅដូចមកហើយកូនអញ្ចឹងស៊ុនប៊ូគេងក់ងមិនចង់ឲ្យគាត់ទៅទេហើយជេយ៉ននាងក៏មិនកាដូឲ្យមីងម្ចាស់ហាងដែរហើយមីងម្ចាស់ហាងផ្ដាំផ្ញើខ្លាំងណាស់ឲ្យជេយ៉នមើលថែស៊ុនប៊ូផងហើយស៊ុនប៊ូងក់ងអញ្ចឹងទេតែគេក៏មិនកាដូឲ្យគាត់ផងដែរហើយគាត់ក៏កេះលួមស៊ុនប៊ូអោបលាគ្នាជាលើកចុងក្រោយហើយគាត់ជូនពរឲ្យស៊ុនប៊ូសុខភាពល្អកុំភ្លេចផ្ញើសារទៅលេងគាត់ផងហើយពួកគេទាំង3នាក់ក៏បានលាគ្នាត្រឹមនឹងឯងបន្ទាប់មកស៊ុនប៊ូក៏បានយកការឲ្យតេជនរបស់គេជាក្មេងប្រុសម្នាក់ហើយក្មេងប្រុសនឹងគេតូចចិត្តគេមិនបានឈ្នះពានរង្វាន់អីផងហេតុអីក៏មានបែបការអបអរហើយស៊ុនប៊ូក៏លួមទោះបីជាឯងមិនឈ្នះពានរង្វាន់អីក៏ដោយតែមិត្តភក្តិរបស់ឯងគិតថាឯងមានសមត្ថភាពសមទទួលបានទើបគេផ្ញើមកឲ្យចឹងនោះហើយអត្ថន័យផ្កានេះមានន័យថាភាពរីករាយហើយគេក៏បញ្ចុះបញ្ចូលក្មេងប្រុសនឹងឲ្យសប្បាយចិត្តបានថតរូបជាមួយផ្កាទាំងញញឹមហើយនៅពេលដែលប៉ូលីសក៏ចេញពីផ្ទះមកក៏បានឃើញស៊ុនប៊ូអង្គុយនៅចណ្ដើរហើយគាត់ក៏មកសួរនាំហេតុអីក៏មកអង្គុយទីនេះហើយស៊ុនប៊ូគេគិតថាគេលែងដឹងជូនផ្កាតទៀតដែរហើយខ្លួនគេលែងចង់ធ្វើអ្វីៗទាំងអស់ហើយខ្លួនគេវិញក៏មិនចង់ស្លាប់ដែរប៉ូលីសក៏លឺអញ្ចឹងហើយក៏មកចង់ខ្សែស្បែកជើងឲ្យគេហើយក៏បានលួមគេខ្លះហើយខ្លួនគាត់វិញមិនអាចទប់យប់បាននោះទេគាត់ក៏មិនចង់ឲ្យស៊ុនប៊ូស្លាប់ដែរហើយស៊ុនប៊ូគេក៏មកលួងប៉ូលីសវិញគេមិននិយាយការស្លាប់ទៀតទេលុះដល់យប់ឡើងស៊ុនប៊ូនិងជេយ៉នគេមករៀបចំដាំនៅឯជាមួយគ្នាហើយប៉ូលីសគាត់ក៏បានទិញរបស់របរមកចូលរួមជាមួយពួកគេផងដែរបន្តិចក្រោយមកណូរីនិងសង្សាររបស់នាងក៏មកដល់ហើយក៏មានទិញរបស់លម្អមកផងដែរពួកគេឆ្លងបន់នៅឯជាមួយគ្នាម្នាក់មកគូលើកលែងតែប៉ូលីសអត់មានគូនឹងគេហើយនៅពេលដែលជេយ៉ននាងមកដល់ផ្ទះវិញនាងបានឃើញមកទៀលរបស់នាងចេញផ្កាហើយនាងក៏ថតរូបទុកប្រាប់ស៊ុនប៊ូចំណែកអ្នកស្រីគីមវិញក៏ទទួលទូរស័ព្ទហើយទឹកមុខរបស់គាត់ឡើងប្រែប្រួលហើយគាត់ក៏បានយកទូរស័ព្ទឲ្យប្តីរបស់គាត់និយាយវិញម្ដងហើយនៅពេលដែលលោកចាន់គាត់និយាយទូរស័ព្ទបានតែបន្តិចទេគាត់ឡើងទន់ជង្គង់ព្រឹបតែម្ដងហើយគាត់ក៏និយាយផងយំផងតែខ្លួនគាត់បានធ្វើអំពើបាបច្រើនពេកមែនចំណែកស៊ុនប៊ូវិញត្រូវបានបញ្ជូនមកមន្ទីរពេទ្យទាំងក្បាលរបស់គេពោពេញដោយឈាមជេយ៉នជាអ្នកមកជាមួយនឹងនាងឡើងស្លេកមុខអស់ទៅហើយអាការៈរបស់គេធ្ងន់ធ្ងរខ្លាំងណាស់ពេលចូលដល់បន្ទប់សង្គ្រោះនឹងមិនឆក់បេះដូងផងអីផងហើយដំណាក់កាលស្លាប់រស់នឹងផងដែរការចងចាំរបស់គេក៏នឹកឃើញពេលដែលគេបានលេងកំជួលជាមួយជេយ៉នពេលហ្នឹងគេពិតជាសប្បាយរីករាយជាមួយនាងខ្លាំងណាស់ជាលើកទី1ហើយដែលគេបានកាន់កំជ្រួចលេងហើយនៅសតតែការចងចាំល្អចំណែកម្ចាស់ខ្លួនវិញមិនដឹងយ៉ាងម៉េចយ៉ាងម៉ានោះទេគ្រូពេទ្យឆក់ផងអីផងតែច្បាប់បេះដូងរបស់គេមិនទាន់ត្រឡប់មកវិញផងហើយសាច់រឿងក៏បង្ហាញបាក់ក្រោយនៅពេលដែលស៊ុនវូហើយជេយ៉នគេនាំគ្នារៀបចំការទុកឲ្យបានយូរហើយពេលដែលនាងយកផ្កាផ្សេងមកវិញទៀតនាងក៏ឲ្យស៊ុនវូងាកមុខមកនាងចង់កយគុណមុខរបស់គេឲ្យបានយូរហើយសាច់រឿងរបស់យើងក៏ស្រេះត្រឹមនេះបើចង់ដឹងថាស៊ុនវូគេកើតអីអត់ក៏ភ្លេចតាមដានទស្សនាជាមួយ admin នៅភាពបញ្ចប់ទាំងអស់គ្នាណាអរគុណច្រើនបាយ